តភាគរឿងល្បីលោកផាយវណ្ណៈចោទជាសំណួរថាតើពិតឬទេរឿងទាហានទាមទាររកយុត្តិធម៌អាចត្រូវបានកាត់ឈ្មោះចេញពីក្របខ័ណ្ឌដោយបងប្អូនទាំងអស់គ្នាបានជ្រាបហើយរយៈពេលកន្លងទៅប្រហែលថ្ងៃមុនគឺមានទាហានម្នាក់ដែលគាត់មានឈ្មោះថាវិតកំសាន្តដែលនៅក្នុងនោះគឺមានការផ្ទុះការចែករំលែកប្រងព្រាតពេញបណ្ដាញសង្គមដែលពាក់ព័ន្ធនឹងវីដេអូមួយរៀបរាប់ពីការឈឺចាប់រឿងបង់លុយឲ្យគេហើយមិនបានផ្ទះតាក់ទងនឹងករណីបុរីលេងនវត្រាហើយត្រូវបានរងការស្រាយសម្លុតពេលដែលឡើងឈរនិយាយពីទុកព្រួយរបស់ខ្លួនទាំងដែលគ្មានដំណោះស្រាយក្រោយមកស្រាប់តែមេអង្គភាពចេញលិខិតអះអាងថាគាត់មិនមែនជាទាហានជួរមុខនោះទេពេលនោះដែរមហាជនក៏បានផ្ទុះប្រតិកម្មម្ដងទៀតដោយលើកឡើងថាទាហានជួរមុខឬមិនជួរមុខគឺជាទាហានដូចតែគ្នាទេតែអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលនេះគឺនៅថ្ងៃទី28ខែមករាឆ្នាំ2026ម្សិលមិញនេះព័ត៌មាននៅក្នុងបណ្ដាញសង្គមបានធ្វើការចុះផ្សាយថាទាហានឈ្មោះវិតកំសាន្តអាចនឹងត្រូវបានកាត់ឈ្មោះចេញពីក្របខ័ណ្ឌក្រោយពីទាមទាររកយុត្តិធម៌តើករណីនេះជារឿងពិតដែរឬទេនៅក្នុងនោះគណនី Facebook ឈ្មោះផាយវណ្ណៈបានធ្វើការ share នៅការបង្ហោះរបស់គណនី Facebook ឈ្មោះកំសាន្តដោយដាក់សំណេរចោទជាសំណួរថាហេតុអ្វីបែបនេះតើជាព័ត៌មានពិតទេតាក់ទងនឹងការបង្ហោះចោទជាសំណួរនេះនៅថ្ងៃទី28មករាឆ្នាំ2026ដដែលគណនី Facebook ឈ្មោះកំសាន្តបានបង្ហោះសំណេរដែលមានខ្លឹមសារថាសុំមេដើរសងបំណុលបងប្អូនឲ្យអស់សិនកុំតាន់អីប្អូនសានមកដាក់ច្បាប់សិនខំជិះម៉ូតូទាំងថ្ងៃជិត100គីឡូទៅដល់កន្លែងបែរជានិយាយផ្សេងទៅវិញថែមទាំងនិយាយគំរាមថារឿងប្អូនចូលបញ្ជីខ្មៅហើយខាងលើប្រហែលកាត់ឈ្មោះចេញពីក្របខ័ណ្ឌខ្ញុំទទួលកំហុសថាស្លៀកពាក់យោធាចូលអង្គប្រជុំខ្ញុំស្រឡាញ់ទាហានណាស់បើដកខ្ញុំដូចដកជីវិតខ្ញុំមិនទាំងបានប្រមាណម៉ោងផងគណនី Facebook ឈ្មោះកំសាន្តដដែលបានបន្តបង្ហោះសំណេរបន្ថែមទៀតមានខ្លឹមសារថាខ្ញុំគ្មានពាក្យអ្វីទេមានតែពាក្យអរគុណមេប្រៀបដូចជាឪពុកម្ដាយជួយការពារខ្ញុំអមដោយការបង្ហោះនៅការថត screen ឆាតជាមួយនឹងគណនី Facebook ដែលគេស្គាល់ថាជាឯកឧត្តមរតនសែមដែលក្នុងនោះមានសំណេរខ្លីបែបនេះផងដែរថាខាងលើគេបានហៅមកណែនាំពីវិន័យលក្ខន្តិកៈកងទ័ពរួចហើយតាហេតុអីបានជាលើកយករឿងដដែលមកនិយាយទៀតបើសានឯងមិនមានតន់សាងកំហុសអីទៀតណាចាំមើលបើគេមានចំណាត់ការប្រាប់បងភ្លាមយើងបានប្រជុំណែនាំបញ្ចប់សពគ្រប់អស់ហើយហេតុអីពួកនឹងថ្លើមធំហ៊ានគំរាមគេគំរាមឯងទៀតបងនៅទីនេះរងចាំមើលកុំបារម្ភបើប្អូនមិនខុសអី